ត្រូវធ្វើឲ្យបាយពេលដែលស៊ូស៊ីមកអញ្ចឹង លោកយាយសង្ស័យស៊ូស៊ីមែនទេ យើងគ្រាន់តែចង់ឲ្យឯងចិត្តត្រជាក់កុំចាញ់ល្បិចអ្នកដទៃហើយទម្លាក់កំហុសទៅឲ្យមនុស្សល្អនឹងណា បើកាមេរ៉ាសុវត្ថិភាពមកមើល បាទលោកលីដឹងរឿងហើយ អ្នកណាជាអ្នកកុហក គឺស៊ូលី នាំស៊ូស៊ីចូលក្នុងបន្ទប់ធ្វើការព្រោះតែទម្លាក់កំហុសទៅលើនាងមែនទេពូកែខ្លាំងណាស់ស៊ូលីតែគួរស្ដាយដែលស៊ូស៊ីឆ្លាតជាងនាងទើបដឹងពីផែនការមុន សុងស៊ីមីងការប្រកួតប្រជែងឪពុកនិងកូនលើកនេះត្រូវតែឲ្យលោកប៉ាមកចូលរួមជាមួយណាទើបកូនបានលេខ1ហេតុអីអ្នកគ្រូមិនឲ្យខ្ញុំដាក់ពាក្យអញ្ចឹងការប្រកួតឪពុកកូនត្រូវតែមានអាណាព្យាបាលមកជាមួយឯងគ្មានឪពុកចំណែកម្ដាយឯងក៏មិនដឹងអីឲ្យឯងដាក់ពាក្យទៅក៏គ្មានប្រយោជន៍ដែរម៉ែឯងដើររើសម្រាប់រាល់ថ្ងៃឯងគ្មានសិទ្ធិនៅលេងជាមួយពួកយើងទេម៉ែខ្ញុំកំពុងធ្វើការអ្នកគ្រូធ្លាប់ប្រាប់ថាការធ្វើការគឺជារឿងល្អគួរឲ្យមានមោទនភាពប្រកាសជាគ្រូក៏ហៅឯងនឹងហើយម៉ែឯងជាមនុស្សអត់ប្រយោជន៍បានត្រឹមតែជាអ្នកសម្អាតនៅម្លៀងរបស់បែបនេះទៀតគ្មានសិទ្ធិទេហីឯងហ៊ានវាយសុងស៊ីមីងមែនទេដឹងថាប៉ាគេជានរណាទេប៉ាយើងគឺលោកសុងធ្វើការនៅក្រុមហ៊ុនលីណាអ្នកណាហ៊ានធ្វើបាបកូនខ្ញុំគឺវានេះហើយអាក្មេងអត់ខាន់ស្លាដែលគ្មានឪពុកនេះអ្នកគ្រូវាងប្រញាប់ទៅត្រកម៉ៃវាទៅប្រាប់ឲ្យមកសុំទោសខ្ញុំឥឡូវនេះចាអាកូនអត់ខាន់ស្លាអើយកូនរបស់នាងកំពុងបង្ករឿងនៅក្នុងសាលាប្រញាប់មកឥឡូវនេះមកអ្នកគ្រូវាងខ្ញុំប្រាប់ហើយណាកុំឲ្យអាក្មេងថប់ទីបែបនេះមករៀនរួមថ្នាក់ជាមួយកូនប្រុសខ្ញុំបើកូនប្រុសខ្ញុំកាត់អីខ្ញុំនឹងយកជីវិតវាសងមិនខានទេចាអ៊ីនមករករឿងជាមួយយើងនឹងបដៅឯងក៏ដូចតុក្កតាឯងនឹងដែរស័ក្តិសមធ្វើជារបស់លេងឲ្យកូនប្រុសយើងជន់ឈ្លីណាឆាប់ឲ្យមកខ្ញុំវិញណារបស់ខ្ញុំទេសប្បាយមែនហ្គេមនេះពិតជាសប្បាយមែនគ្រាន់តែជារបស់លេងមួយធ្វើដូចជាបារម្ភខ្លាំងណាស់អញ្ចឹងនេះគឺរបស់ម៉ាក់ខ្ញុំតែងឲ្យសំហើយដែលជាកូនអ្នកសម្អាតដែលមិនធ្លាប់ឃើញរបស់ល្អពីមុនមករបស់លេងមួយនេះប្រហែលជារបស់ដែលម៉ាក់ឯងរើសចេញពីធុងសម្រាមមកទេដឹងឈឺទេសុំអង្វរយើងទៅបើឯងអង្វរយើងនឹងព្រមដោះលែងដែលយល់សពទៅសំបីប៉ាឯងគ្មានផងនឹងមិនចង់ដាក់ពីប្រកួតឪកូនអីទៀតយើងកំពុងជួយឯងទេណាកូនសម្លាញ់សាលារៀននេះគឺជារបស់ក្រុមហ៊ុនលីម៉ាក់នឹងប្រាប់ប៉ារបស់កូនមិនអោយអាសម្រាមម្នាក់នេះចូលរួមជាដាច់ខាតមិនចាំបាច់ពិបាកទេលោកស្រីសុងខ្ញុំបានដកពាក្យស្នើសុំរបស់គេចេញហើយអ្នកគ្រូជាគ្រូសុងសេមីងហើយក៏ជាគ្រូខ្ញុំហេតុអីរំឲ្យជាមួយពួកគេធ្វើបាបខ្ញុំអញ្ចឹងបើប៉ារបស់ឯងពូកែដូចជាលោកសុងយើងក៏យល់ព្រមឲ្យឯងដាក់ពាក្យដែរអីអញហ៊ានច្រើនកូនយើងហ៎អញមិនឃើញទេថាកូនយើងកំពុងតែលេងសប្បាយអញនឹងហើយដែលស័ក្តិសមធ្វើជារបស់លេងឲ្យកូនយើងជន់នោះកូនសម្លាញ់លេងបន្តទៀតទៅបានអរគុណម៉ាក់ពួកអ្នកកំពុងធ្វើអីហ្នឹងហេតុអីធ្វើបាបកូនខ្ញុំប្រហែលទៅមកពីរឿងសម្រាមទេមើលទៅស្មោកគ្រប់ណាស់កុំចូលចិត្តអីបើហ៊ានធ្វើឲ្យខែឯងយើងប្រឡាក់ណាប្រាក់ខែរបស់ឯងពេញមួយខែក៏សុំមិនគ្រប់ផងតាប៉ាមានរឿងអីមែនទេម៉ាក់ខ្ញុំចង់ចូលរួមប្រកួតជាមួយនឹងគេប៉ុន្តែពួកគេប្រាប់ថាគ្មានសិទ្ធិយើងនិយាយខុសត្រង់ណាអេសើក៏គ្មានឪពុកហេតុអីនឹងចូលរួមប្រកួតបានឪពុកម្ដាយរបស់ស៊ឺគេគ្រាន់តែលេងលះគ្នាមិនមែនមានន័យថាគ្មានឪពុកទេប៉ារបស់ស៊ឺក៏ធ្លាប់បរិច្ចាគឲ្យសាលារៀនដែរមិនដូចជាឯងទេសូម្បីប៉ាខ្លួនឯងជាអ្នកណាក៏មិនដឹងព្រោះតែម៉ាក់គេគ្មានការខ្មាស់អៀនបានជាបង្កើតមកខ្លាចជាក្មេងទឹកខាន់ស្លាដែលមិនដឹងថាឪពុកខ្លួនឯងជាអ្នកណានឹងណាពួកនេះនិយាយផ្ដេកផ្ដាកម៉ាក់ខ្ញុំគឺម៉ាក់ឯងល្អបំផុតក្នុងលោកពួកនេះពិតជាគ្មានការសិក្សាទាល់តែសោះគ្មានការសិក្សាហ៎គេប្រើចំពោះតែអ្នកមានឋានៈតែសម្រាប់អ្នកឬសម្រាប់ដូចនាងចេះនិយាយពាក្យនឹងដៃអីនាងសម្រាប់មានសម្រាប់គេជន់ឆាប់យករបស់លេងឲ្យកូនខ្ញុំវិញដៃឬសម្រាប់ដូចនេះហ៊ានប៉ះពាល់កូនប្រុសយើងផងហ៎អញ្ចឹងនាងចាំមើលទៅបងសម្លាញ់ប្រញាប់មកបន្តិចទៀតមកជួយបណ្ដេញមនុស្សម្នាក់ឲ្យខ្ញុំផងឯងជាក្មេងអត់ខាន់ស្លាគ្មានប៉ារងចាំបាត់ប្រកម្មទៅកូនរបស់ខ្ញុំប្រឡងចូលឲ្យប្រើសមត្ថភាពចង់មិនដឹងចឹងងាយបានចឹងម៉េចក៏ព្រោះតែប៉ារបស់ខ្ញុំគឺជាលោកប្រុសសុងនោះអីប្តីរបស់យើងបានបរិច្ចាគលុយឲ្យសាលារៀននេះដល់ទៅ1លានហើយឯងមានអីយកមកឲ្យសាលារៀនឬសម្រាប់មែនទេបានមិនចង់ត្រូវបណ្ដឹងចេញក៏បានពួកឯងតែពីរអ្នកម៉ែកូននេះលុតជង្គង់ក្រាបសំពះសុំទោសកូនប្រុសយើងទៅបានលឺហើយណាចាប់លុតជង្គង់ចុះខ្ញុំមានប៉ាណាប៉ារបស់ខ្ញុំគឺជាប្រធានលីពើប៉ាឯងអាចជាប្រធានលីបានយ៉ាងម៉េចទៅហាក្មេងប៉ុណ្ណឹងសោះក៏ចេះកុហកទៅហើយពេលធំឡើងប្រកាសជាខ្លាយជាមនុស្សគ្មានបានកម្មខណ្ឌទេក៏មកប្រឆាប់លុតជង្គង់ទៅតាប៉ាកុំនិយាយពីលឺពើទៀតគេមិនមែនជាប៉ារបស់កូនទេតែគេជាប៉ាខ្ញុំពិតមែនបើកូននឹងនិយាយបែបនេះទៀតម៉ាក់នឹងខឹងហើយណាម៉ាក់ខ្ញុំសុំទូរស័ព្ទតែកមកម៉ាក់ខ្ញុំអត់បានកុហកទេខ្ញុំបានប្រៀបធៀប DNA របស់គេហើយ DNA របស់ខ្ញុំគឺត្រូវគ្នា
លីពើជាប៉ារបស់កូនប៉ាត់មែនទេឬមួយមនុស្សប្រុស6ឆ្នាំមុនគឺជាគេប៉ាត់មែនអ្នកម៉ាក់ឲ្យប៉ាមកចាត់ការពួកគេផងបានទេក៏ប៉ុន្តែប៉ារបស់កូនគេកំពុងតែពិនិត្យមើលអីខ្លះហើយឲ្យលឿនឡើងទៅបញ្ញាប់លុតជង្គង់ ណ៎ណាហ៊ានធ្វើបាបកូនរបស់ខ្ញុំ សួស្ដីលោកសុងបងសម្លាញ់ពួកវាទាំងពីរអ្នកនេះហើយ នាងជាអ្នកសម្អាតក្នុងក្រុមហ៊ុនមែនទេលោណានាងត្រូវមកជួយពីការងារហើយ ហើយនឹងកូនវាទៀតគ្មានសិទ្ធិមកសាលារៀនជាមួយកូនប្រុសយើងនោះទេ ត្រូវហើយកូនរបស់នាងក៏ត្រូវតែបញ្ឈប់ពីសាលាដែរ លោកលីរីករាយស្វាគមន៍ដែលមកពិនិត្យមើលសាលារៀនបឋមសិក្សាណាលោកប៉ាត្រូវតែឲ្យពួកវាទាំងពីរអ្នកនេះលុតជង្គង់សុំទោសខ្ញុំផង កូនសម្លាញ់គេត្រូវហើយក ុំមកធ្វើបាបកូនប្រុសខ្ញុំណា ហើយលុតជង្គង់ព្រាមទៅលុតជង្គង់លុតជង្គង់ព្រាមទៅ ខ្ញុំជាកូនរបស់លីពើលោកគ្មានសិទ្ធិមកធ្វើបាបខ្ញុំទេ អញប្រាប់ថាអញជាកូនរបស់លោកលីមនុស្សដូចជាពួកអញគ្មានសិទ្ធិទេ អញក៏ត្រូវលុតជង្គង់ដែរ លោកអូនណាអូនសម្លាញ់ត្រង់នឹងមានអីខ្ញុំមើលតែមើលមានរឿងមែនទេកាត់អីហ្នឹងអូលោកលី លោកលីអាក្មេងម្នាក់នឹងវានិយាយប្តេជ្ញាវាប្រាប់ថាវាជាកូនរបស់លោកមនុស្សបែបនេះគួរតែចាត់ការហើយមកផ្លាញ់គេឈ្មោះលោកយ៉ាងនេះ មិនឲ្យលោកលីបើសិនជាខាងសារព័ត៌មានដឹងថាលោកលីមានកូនជាមួយនឹងអ្នកបោះសម្អាតបែបនេះប្រកាសជាខូចគេឈ្មោះជំខានទេនាងទៀតហើយ ឥឡូវនេះលោកលីមកដល់ហើយត្រូវចាប់បានហើយមែនទេ ស៊ូលីខ្ញុំសុំទឿននាងណាកុំនិយាយផ្ដេសផ្ដាសទៀតបើមិនអញ្ចឹងខ្ញុំនឹងឲ្យនាងទទួលខុសត្រូវក្នុងរឿងនេះ លោកប៉ានេះគឺព័ត៌មានបន្ថែមដែលខ្ញុំរកបានពីការប្រៀបធៀបដោយប្រើអាកប្បកិរិយាខ្ញុំពិតជាកូនរបស់លោកប៉ាប៉ាត់មែនណា ឯងនឹងមានសមត្ថភាពបែបនេះទៀតណឬមួយឯងជាអាចារ្យកុំព្យូទ័ ខ្ញុំ រ ចង់ជឿថាមានព័ត៌មានคล้ายៗបែបនេះទេការពិនិត្យ DNA បានបញ្ជាក់ថាខ្ញុំមិនពាក់ព័ន្ធជាមួយពួកនាងទេ លទ្ធផលពិនិត្យលើកមុនប្រកាសជាមានអីខុសឆ្គងមិន ប៉ុណ្ណឹងបានហើយពួកឯងមានល្បិចកលច្រើនណាស់ចង់តោងជើងបែបនេះនាំកូនរបស់នាងទៅឲ្យឆ្ងាយពីខ្ញុំមិនចង់ជួបទៀតទេ យើងប្រាប់ហាញ់តាថាឯងជាកូនអត់ខានស្លាដែលគ្មានឪពុកម្ដាយរបស់វាប្រកាសជានឹកបាត់សង្គមត្រង់ណាមួយ ប ខាង ក ទេ សំអាងថាជាកូនប្រុសរបស់លោកលីទៀតលោកប្រុសជាល្អតែជើងគ្មានទេ លោកប៉ាពួកគេធ្វើបាប ប្រាប់ថាយើងមិនមែនជាប៉ាឯងទេ លោកសង្កចិត្តជឿពេលសម្ដីអ្នកដទៃមិនព្រមជឿពេលសម្ដីពួកយើង នាងកុំបង្រៀនឲ្យគេធ្វើបែបនេះទៀតណា លេងណា បើមិនអញ្ចឹងទេសូមបីតែនិយាយកុំបកខ្ញុំមិនបានដែរខ្ញុំក៏មិនអភ័យទោសទេ លោកគ្មានសិទ្ធិមកធ្វើប៉ាតាប៉ាទេខ្ញុំមិនចង់ឃើញលោកទៀតទេតាប៉ាចាំមកផងតាប៉ាប្រចាំអើយតាប៉ា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 ក្រកឡើយកូនតាប៉ាមកកូនតាប៉ាតាប៉ាលោកមកធ្វើអីទីនេះមិនស្វាគមន៍លោកទេ រឿងគ្រោះថ្នាក់គ្មាននរណាចង់អាការទេ លោកនឹងមកនិយាយទៀតបើមិនមែនដោយសារលោកនិយាយជំរុញតាប៉ៅគឺនឹងការរឿងដែរទេបើតាប៉ៅមានរឿងអីកាត់ឡើងខ្ញុំមិនដោះលែងលោកចិត្តដាច់ខាត ខ្ញុំត្រូវទទួលខុសត្រូវទាំងគេមិនមែនជាកូនរបស់ខ្ញុំអញ្ចឹង តាប៉ៅគ្រាន់តែជាក្មេងចង់មានឪពុកដូចគេតែបានជាគិតថាលោកជាប៉ាគេលោកមិនបាច់ទទួលស្គាល់ក៏បានតែលោកមិនគួរធ្វើជាមនុស្សឈាមតិចគ្មានទឹកចិត្តបែប ក៏ នេះ ព្រោះតែការព្រៀនផ្ដាយរបស់នាងមានបញ្ហាខ្ញុំមិនមែនជាប៉ារបស់គេតាំងពីដំបូង មែនហើយខ្ញុំគួរតែសប្បាយចិត្តដែលលោកមិនមែនជាប៉ារបស់គេ បាទនាងបារម្ភពីតាប៉ាមែននាងគួរតែឲ្យតាប៉ានៅចិត្តប៉ារបស់គេ នេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំមិនពាក់ព័ន្ធជាមួយលោកទេ ការដែលនាងព្យាយាមតាំងខ្ញុំឲ្យបានព្រោះតែនាងចង់ឲ្យខ្ញុំចិញ្ចឹមកូនរបស់នាងមែនទេ មិនមែនទេ បើមិនមែនដោយសារតែនាងកុហកតាប៉ៅប្រាប់គេដងក្តីសង្ឃឹមឲ្យគេហើយគេមកខកបំណងបានយ៉ាងម៉េច ខ្ញុំមិនដែលនិយាយអ្វីបែបហ្នឹងដាក់គេទាល់តែសោះ ក្មេងតូចមួយបើនាងអត់បង្រៀនគេដឹងរឿងច្រើនបានយ៉ាងម៉េច ព្រោះតាប៉ៅជាក្មេងអច្ឆរិយៈលោកប្រហែលជាស្មានមិនដល់ទេអ្នកគ្រូប៉ែកូនខ្ញុំចឹងមិនខានាងជាម្ដាយគេមែនទេអាការៈក្មេងពិតជាធ្ងន់ធ្ងរខ្លាំងណាស់ពេទ្យកំពុងព្យាយាមជួយជីវិតយ៉ាងពេញទំហឹងហើយអ្នកនាងមកសញ្ញាឯកសារសិនទៅវីវហើយស៊ូតាប៉ៅហូរឈាមច្រើនណាស់ពេទ្យចេញកណ្ដាស់អាការៈតានតឹងហើយអ្នកគ្រូពេទ្យមានន័យថាតាប៉ៅហូរឈាមច្រើនណាស់ហ៎ចាមែនហើយបើមិនបញ្ញាប់បញ្ចូលឈាមប្រកាសជាយឺតពេលអញ្ចឹងបញ្ញាប់បញ្ចូលឈាមគេឲ្យទៅក្មេងមានប្រភេទឈាម RA ពេលនេះមន្ទីរពេទ្យមានឈាមប្រភេទនេះមិនគ្រប់គ្រាន់បើចង់បដូរទៅកន្លែងផ្សេងពេលនេះក៏មិនទាន់ដែរចៅរបស់ខ្ញុំមានប្រភេទឈាម RA អញ្ចឹងប្រើឈាមរបស់គេទៅឪពុកនិងកូនមិនអាចបញ្ចូលឈាមឲ្យគ្នាទេមិនអញ្ចឹងប្រកាសជាបង្កើតអាកប្បកិរិយាក្របឈាមក្រហមប្រឆាំងគ្នាធ្វើឲ្យអវយវៈក្មេងមានការខូចខាតហើយបាត់បង់ជីវិតគេមិនមែនជាប៉ាតាប៉ៅទេពួកគេមិនមានទំនាក់ទំនងខាងសាច់ឈាមទេលោកជីកុំនិយាយលេងសើចអីពួកគេមុខមាត់ដូចគ្នាខ្លាំងណាស់អ្នកគ្រូពេទ្យទុកចិត្តចោះពួកគេពិនិត្យ DNA រួចហើយមិនបានជាប់សាច់ឈាមអីនឹងគ្នាទេបើអញ្ចឹងបញ្ញាប់មកបញ្ញាប់ទៅឆ
ឆាប់ឡើង ស៊ូលីបានរៀបចំផែនការយ៉ាងម៉ត់ចត់បើសិនជាខ្ញុំមិនទៅសាលាទេគ្រប់គ្នាប្រកាសជាថាខ្ញុំនេះជាប៉ារបស់ថាប៉ាហើយ ពេលនេះមិនមែនជាពេលមកនិយាយរឿងនេះទេជីវិតមនុស្សសំខាន់ជាងណាបញ្ញាប់ទៅ នេះជាផែនការរបស់ស៊ូលីដែរទេ ស៊ូលីស្រឡាញ់តាប៉ៅខ្លាំងណាស់នាងយកជីវិតកូនខ្លួនឯងមកលេងសើចបានយ៉ាងម៉េចខ្ញុំមិនដឹងថាពួកអ្នកកំពុងមានរឿងអីទេតែពេលនេះក្មេងពិតជាត្រូវការឈាមមិនទាន់ណាតាប៉ៅនិងស៊ូលីធ្លាប់ជួយជីវិតយាយចាត់ទុកថាធ្វើដើម្បីយាយទៅណាបញ្ញាប់ទៅឆាប់ឡើងឲ្យឆាប់ទៅបញ្ញាប់អន់តិចមកណាតិចលេងទាន់ហើយលោកយាយគ្រូពេទ្យប្រាប់ថាតាប៉ៅត្រូវការឈាមមិនទាន់ពេលនេះគឺយ៉ាងម៉េចហើយលីពើយទើបតែបញ្ចូលឈាមឲ្យគេរួចពេលនេះពេទ្យកំពុងតែជួយជីវិតគេតាប៉ៅកូនត្រូវតែមិនកើតអីណាកូននាងខ្លាចជាបែបនេះគឺស័ក្តិសមហើយជើមិនចង់ឃើញមុខនាងទេមិនចង់ឃើញខ្ញុំឬមួយមិនហ៊ានឃើញខ្ញុំទៅតាប៉ៅកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នាងមកបង្ករឿងស្អីទៀតហើយលោកជីខ្ញុំមកព្រោះខ្ញុំមានបំណងល្អទេស៊ូលីនាងនេះល្បីកលច្រើនណាស់ហ៊ានយកជីវិតកូនខ្លួនឯងតាក់ទាញការចាប់អារម្មណ៍ពីលោកស្រីតាប៉ៅមានគ្រោះថ្នាក់ដែលស្មានមិនដល់នាងឆាប់បិទមាត់ទៅជាការគ្រោះថ្នាក់ដែលចាញ់ដន់ឬក៏អត់នឹងមិនទាន់ដឹងទេនៅលើលោកនេះមានម្ដាយមួយណាដែលយកជីវិតកូនខ្លួនឯងមកលេងសើចនោះមនុស្សដូចជាស៊ូលីដើម្បីផលប្រយោជន៍មានអីដែលធ្វើមិនរួចនោះអ្នកដែលអាចធ្វើគ្រប់យ៉ាងដើម្បីផលប្រយោជន៍គឺជានាងទៅវិញទេនាងក៏មកកែខ្លួនទៀតអីការដែលនាងចូលទៅក្រុមហ៊ុនលីក៏ព្រោះតែចង់តោងអ្នកមានអំណាចមិនអញ្ចឹងនាងនិយាយផ្ដេសផ្ដាស និយាយបន្តទៀតទៅ ព្រោះតែនាងឃើញតាប៉ៅគ្មានឱកាសបានប៉ាទើបបានជាលួចយកគម្រោងក្រុមហ៊ុនទៅលក់ឲ្យគូប្រកួតប្រជែងនៅក្រុមហ៊ុនលីស៊ូលីមិនមែនជាមនុស្សបែបហ្នឹងទេបើពួកអ្នកមិនជឿក៏សាកទៅពិនិត្យមើលទៅ លោកលីមានរឿងបន្ទាន់ផលិតផលរបស់ក្រុមហ៊ុនមានគេលួចយកទៅហើយ លោកថាម៉េច 1 ម៉ោងមុនគូប្រជែងរបស់យើងបានបង្ហាញផលិតផល5មុខដូចជាផលិតផលរបស់ពួកយើងខ្លាំងណាស់ នេះវាមានរឿងបែបនេះដែរអីខ្ញុំប្រាប់ហាញតាហេតុអីពលលោកស្រីមិនព្រមជឿខ្ញុំតែបាច់ជាជឿស៊ូលីអាពើយបញ្ញាប់ទៅពិនិត្យមើលឲ្យច្បាស់លាស់ទៅ រយៈពេល1ម៉ោងផលិតផលមួយឈុតនេះដាក់លក់ទូទាំងប្រទេសលក់ដាច់ខ្លាំងណាស់ លក់ដាច់ដល់ថ្នាក់នេះបានលក់នៅក្នុងឈ្មោះក្រុមហ៊ុនលីប្រហែលជាបានកម្រៃច្រើនជាងនេះទៅទៀត ក្រុមហ៊ុនរបស់យើងប្រើពេលអភិវឌ្ឍ1ឆ្នាំបណ្ដាក់ទុនរាប់ម៉ឺនរាប់លានពេលនេះមានសល់អ្វីទៀតទេ អ្នកណាទៅដែលវាលួចគំរូផលិតផលត្រូវតែពិនិត្យមើលឲ្យច្បាស់លាស់ ទៅធ្វើផែននៅហានណាជាអ្នកធ្វើ ណៃរចនាគឺជាផ្នែកដែលគួរឲ្យទុកចិត្តបំផុតថែមទាំងត្រឹមត្រូវច្បាស់លាស់គ្មាននរណាហ៊ានបើកបង្ហាញនោះទេ អ្នកណាគួរឲ្យសង្ស័យទៀត បន្ទប់រចនាតតែមានលេខកូដទើបអាចចូលទៅបានអ្នកដែលអាចចេញចូលបានមានតែប្រមាណអ្នកទេ ត្រូវស៊ើបទៀតមែនទេប្រកាសជាធ្វើដៃស៊ូលីមិនខានទេនៅមិនទាន់មានភ័ស្តុតាងនេះកុំនិយាយផ្ដេសផ្ដាពលលោកសាក់គិតទៅមើលអ្នកដែលអាចចេញចូលគ្រប់បន្ទប់នៅក្នុងក្រុមហ៊ុនបានឲ្យសេរីក្រៅពីអ្នកធ្វើការបោសសម្អាតតែមាននរណាទៀត នាងនឹងមានអីនិយាយទៀត ខ្ញុំមិនចាប់អារម្មណ៍ផលិតផលរបស់ពលលោកទេខ្ញុំមិនបានលួចរចនាប័ទ្មបែបផលិតផលជាដាច់ខាតពីសម្ដីដែលចេញពីមាត់នាងមានពាក្យណាដែលអាចជឿជាក់បានស៊ូលីយាយជឿជាក់លើចៅប្រាប់យាយតាមត្រង់ណាថារឿងនេះជាអ្វីដៃរបស់ចៅពិតដែរទេលោកយាយនេះមិនពិតទេខ្ញុំមិនដឹងទេ លោកលីខ្ញុំពិនិត្យភាពអ្វីម្យ៉ាងមិនដឹងថាគួរនិយាយឬក៏អត់ ឆាប់និយាយមក មើលនៅក្នុងកាមេរ៉ាសុវត្ថិភាពឃើញស៊ូលីលួចគម្រោងផលិតផលទៅ មិនអាចទៅរួចទេខ្ញុំមិនអាចធ្វើបែបហ្នឹងទេលោកបៃត្រូវតែពិនិត្យឲ្យច្បាស់លាស់កុំចោទប្រកាន់មនុស្សល្អឲ្យសោះណា លោកយាយមើលនៅក្នុងកាមេរ៉ាសុវត្ថិភាពលោកយាយនឹងដឹងហើយ กระดาษក្នុងដៃនាងគឺជាគម្រោងផលិតផល ស៊ូលីនាងធ្វើឲ្យយាយខកបំណងខ្លាំងណាស់មិនមែនទេខ្ញុំឃើញបែបផលិតផលអញមានប្រយោជន៍ទើបបានជ្រើសមកហើយក៏បានដាក់នៅលើតុតែម្ដង ខ្ញុំបានសួរបុគ្គលិកទាំងអស់នោះហើយគ្មាននរណាបានឃើញគម្រោងនោះទេនាងបានយកពេលទម្លាក់ លោកកំពុងទម្លាក់កំហុសឲ្យមនុស្សល្អណាស់ខ្ញុំមិនដែលធ្វើរឿងនេះទេបើមិនមែននាងអញ្ចឹងជាអ្នកណាទៅ លួចកំបាំងមុខចំនួនគឺជាអ ுக ្រិតកម្មទោះជាលោកជាការពារនេះក៏គ្មានប្រយោជន៍ដែរ លោកធ្វើការធ្ងន់ឲ្យលីពើយក៏ព្រោះតែលួយតែត្រូវទេបើលោកធ្វើរឿងនេះបានសម្រេចខ្ញុំធានាថាលោកនឹងបានលួចដ៏ច្រើន ប៉ុន្តែការលួចគម្រោងផលិតផលគឺជារឿងធំណាស់បើលោកលីចាប់បានខ្ញុំប្រកាសជាចំមិនខានទេ ខ្ញុំរកមនុស្សទទួលកម្មជំនួសលោកហើយម្នាក់ហ្នឹងគឺស៊ូលី លោកប៉ៃចាប់នាងទៅឲ្យប៉ូលីសទៅ បាទ បងស្រីតែអង្គុយពិចារណាកំហុសខ្លួនឯងនៅក្នុងគុកឲ្យបានល្អទៅខ្ញុំត្រូវគេមូលបង្កាច់ហេតុអីពលលោកមិនព្រមជឿខ្ញុំ ហាប់ទៅបើព្រមទទួលកំហុសទោះអាចនឹងស្រាលជាងនេះ លោកជេជឿខ្ញុំទៅខ្ញុំពិតជាមិនបានលួចផលិតផលពិតមែនផាត់តាំងនៅនឹងមុខហើយឲ្យខ្ញុំជឿនាងយ៉ាងម៉េចក៏ប៉ុន្តែតាប៉ៅកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទោះបីចង់ចាប់ខ្ញុំក៏ចាំឲ្យតាប៉ៅដឹងខ្លួនសិនដែរ មកដល់ពេលនេះហើយនៅយកតប៉ៅដាក់មុខត្រូវការភាពអាណិតគួរឲ្យស្អប់ធ្វើមែន បងស្រីបើតាប៉ៅជាកូនរបស់លោកលីពិតមែនគេអាចនឹងលើកលែងទោសឲ្យនាងតែពេលនេះខ្ញុំមិនទាន់ដឹងថាគេជាក្មេងអត់ខាន់ស្លាមមកពីណាផងបិទមាត់ទៅ
បងស្រីបងធ្វើឲ្យខ្ញុំខ្លាចហើយនេះទោះបីលោកយាយសុំវល់ជំនួសនាងក៏គ្មានហេតុផលគ្រប់គ្រាន់ដែរ ខ្ញុំមិនចង់ឃើញមុខនាងតទៅទៀតទេអូនាងចេញទៅ ពួកលោកកំពុងធ្វើបាបក្មេងហើយតែកូនខ្ញុំកាត់អីក្រោយពេលបញ្ចូលឈាមរួចក៏មានអាការៈក្របឈាមប្រឆាំងគ្នាឥឡូវនេះកំពុងតែមានផលអាក្រក់ធ្ងន់ធ្ងរណាស់ថាម៉េចហ្នឹងខ្ញុំធ្លាប់ទឿនលោកហើយថាឪពុកនិងកូនមិនអាចបញ្ចូលឈាមឲ្យគ្នាបានទេបើមិនអញ្ចឹងនឹងការកាត់ប្រឆាំងរាងកាយនិងការបញ្ចូលឈាមនិយាយឲ្យងាយទៅឈាមរបស់ឪពុកនឹងចូលទៅបំផ្លាញស្បែកថ្លើមនិងអវយវៈផ្សេងទៀតរបស់ក្មេងយ៉ាងធ្ងន់ធ្ងរហើយអាចនឹងធ្វើឲ្យអ្នកដែលទទួលឈាមអាចបាត់បង់ជីវិតបាន នាងនិយាយថាម៉េចថាប៉ៅពិតជាកូនរបស់ខ្ញុំពិតមែនណា មិនបញ្ញាប់ដោះលែងចានប្រសាទខ្ញុំទៀតវាមិនអាចទៅរួចទេតាប៉ាជាកូនរបស់លីពៃបានយ៉ាងម៉េចស៊ូលីនាងទុកចិត្តចោះយាយនឹងរកភាពយុត្តិធម៌ឲ្យនាងឲ្យទាល់តែបានកូនខ្ញុំពេលនេះយ៉ាងម៉េចហើយក្មេងកំពុងទទួលការព្យាបាលហើយមនុស្សអីទៅគ្រាន់តែកូនខ្លួនឯងក៏នៅសង្ស័យ តាមពិតថាប៉ៅនិយាយការពិតគឺខ្ញុំយល់ខុសហើយ យាយគិតថាឯងកុំធ្វើខុសទៀតអីរឿងលួចអាត់កំបាំងមុខចំនួនយាយគិតថាស៊ូលីមានគេចង់ទម្លាក់កំហុសឲ្យនាងហើយ ខ្ញុំនឹងទៅស៊ើបឲ្យច្បាស់ មិនបាច់ទេខ្ញុំនឹងទៅពិសោធន៍ភាពស្មោះត្រង់ខ្លួនឯងសូមមើលវីដេអូសុវត្ថិភាពបន្តិចចាំមិននាងចង់បំផ្លាញផតតាំងហ៎ចាំមិនលោកបៃឬមួយលោកមានអីលាក់បាំង ប្រកាសជាគ្មានទេ กระดาษដែលខ្ញុំរើសមិនមែនគំរូផលិតផលទេ នេះជាกระดาษតទេលោកប៉ៃលោកគួរតែនិយាយឲ្យច្បាស់ គឺសំទោសដាក់ខ្ញុំមិនខុសតែនាងក៏ស្ថិតក្នុងការសង្ស័យដែរ លោកត្រឡប់ទៅវិញទៅពិនិត្យមើលឲ្យច្បាស់លាស់កុំទម្លាក់កំហុសដោះលែងមនុស្សអាក្រក់ចាប់មនុស្សល្អស៊ូលីរឿងនេះមិនបានកាត់ឡើងដោយសារនាងទេយាយនឹងពិសោធន៍ការពិតឲ្យនាងឲ្យខ្លួនឯង លោកលីពីថាបានឃើញថាតាប៉ៅមិនមែនជាកូនរបស់លោកទេ គ្រូពេទ្យចាងកូនខ្ញុំយ៉ាងម៉េចហើយ ក្រោយពីជួយតាប៉ៅឲ្យរួចផុតពីគ្រោះថ្នាក់ អរគុណទេវតាប៉ុន្តែគ្រូពេទ្យចាងហេតុអីបានជាលោកប្រាប់ថាតាប៉ៅមិនមែនជាកូនរបស់លីពើយលោកជីផ្លេចហើយមែនទេតាប៉ៅនិងលោកលីបានពិនិត្យ DNA រួចហើយខ្ញុំធ្លាប់ប្រាប់ហើយតាលទ្ធផលពិនិត្យ DNA វាអាចផ្លត់ស្និទ្ធបានយ៉ាងម៉េច ដូច្នេះហើយមិញគឺជាការយល់ច្រឡំរបស់លោកមែនទេ នាងជាអ្នកប្រាប់ឲ្យខ្ញុំនិយាយបែបហ្នឹងខ្ញុំឲ្យនាងនិយាយបែបហ្នឹងតាំងពីពេលណានាងប្រាប់ថានាងនៅតែលួចអាត់កំបាំងរបស់ក្រុមហ៊ុននាងថាមានតែអលីពើយគិតថាតាប៉ៅជាកូនទើបនាងរួចផុតពីទោសបាននាងកំពុងទម្លាក់កំហុសឲ្យខ្ញុំអ្នកណាប្រើឲ្យនាងនិយាយបែបនេះក្រៅពីនាងនៅមានអ្នកណាទៀតបាននាងមិនប្រាប់គេដឹងបានយ៉ាងម៉េច ស៊ូលីកុហកខ្ញុំទៀតហើយ ខ្ញុំមិនបានធ្វើខ្ញុំមិនបានចេញទៅណាទេខ្ញុំបានតែប្រាប់នាងបានយ៉ាងម៉េចរឿងនេះងាយសឹងអីគ្រាន់តែនាងផ្ញើសារទៅប្រាប់គេគឺចប់ហើយស៊ូលីនាងធ្វើបាបយើងទៀតហើយ ហ្នឹងបានហើយរាល់ពេលមានរឿងនាងចាំតែទម្លាក់កំហុសទៅឲ្យស៊ូស៊ី សុំទោសផងបើខ្ញុំមិននិយាយបែបហ្នឹងខ្ញុំនឹងត្រូវគេបញ្ឈប់ពីការងារមិនខានមនុស្សប្រុសដែលនៅជាមួយស៊ូលី6ឆ្នាំមុនពិតជាលឺពេកពិតមែនមិននឹកស្មានថាតាប៉ៅជាកូនរបស់គេសោះ អ្នកនាងស៊ូខ្ញុំបានជួយអ្នកនាងហើយ គ្រូពេទ្យចាងជួយអ្វីខ្ញុំតិចមកបើបានសម្រេចខ្ញុំនឹងឲ្យលោក1លាន ប៉ុន្តែការពិតនេះមិនអាចលាក់បាំងជារៀងរហូតបានទេថ្ងៃណាមួយលោកលីប្រកាសជាដឹងរឿងនេះមិនខាន មិនបាច់បារម្ភទេខ្ញុំមានវិធីចាត់ការខ្លួនឯងលោកទៅធ្វើធរៈលោកទៅ ប្រកាសណាស់គឺក្លិនតើកាលណាម៉ៃស្ត្រេក្លិនមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតែដោយខាងឡាបូត្រឹមត្រូវនិងច្បាស់លាស់ហើយបញ្ជាក់ថាមានសមត្ថភាពក្នុងការប្រើប្រាស់ចម្រាញ់ចេញពីធម្មជាតិមានសារធាតុផ្សំទុកនៅអាស៊ីតឡាក់ទិកដែលជួយបង្កើនបាក់តេរីល្អកម្ចាត់នៅបាក់តេរីអាក្រក់ហើយផ្ដល់នូវកម្រិត pH 4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អមានទំនុកចិត្តនិងភាពជឿជាក់ជាមួយ Clan Intimate Lash បាន ឈីយ៉ាងមិនមែនលោកចង់បានស៊ូលីមករហូតទេហីចាំខ្ញុំជួយលោកស៊ូលីយើងនឹងបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង នាងបានធ្វើឲ្យរបស់ម៉ាក់របស់ខ្ញុំបន្សល់ទុកបានបែកចាប់ពីថ្ងៃនេះតទៅនាងសម្អាតគ្រប់ជាន់ទាំងអស់កាត់ប្រាក់ខែសងដល់ការខូចខាត ខ្ញុំមិនបានធ្វើបាយទេហេតុអីខ្ញុំត្រូវសងខ្ញុំមិនធ្វើទៀតទេ ធ្វើតន់ទៅរួចថ្លៃខូចខាតបានមិនចឹងទេនាងមិនអាចចេញត្រាំបានទាំងអស់ លោកបន្លំខ្លួនយូរដល់ថ្នាក់នេះតែបែរជាមិនបានអ្វីទាល់តែសោះមើលទៅមិនចាំបាច់នៅទីនេះទៀតទេអាឡូអ្នកសើវាងជួយខ្ញុំទៅសើបរឿងមើលច្បាស់លាស់បន្តិចថាអ្នកណាទៅជាអ្នកលក់បាយផលិតផលក្រុមហ៊ុនលី ថាជួបគ្នាយូរហើយមិននឹកស្មានថានាងធ្លាក់ខ្លួនដល់ថ្នាក់នេះសោះហើយ ឈីយ៉ាងគឺជាលោកឯង នឹងខ្ញុំហ៊ានចំណាយលុយមួយដុំធំដើម្បីទិញនាងក៏រត់គេចបាត់ឥឡូវធ្លាក់ដល់ដំណាក់កាលនេះសំមុខនាងហើយ
ខ្ញុំសុខចិត្តធ្វើជាអ្នកសម្អាតអស់មួយជីវិតល្អជាងនៅជាមួយលោកដែរ ហេតុអីក៏ចាំបាច់ឌឺនោះប្រមកធ្វើជាស្រីរបស់ខ្ញុំទៅ In your world, the sun only shines on your head, and every sorry is a thing that I've said. You're the hero of a story, the victim of the lie. While I'm the only one who has to ask why. You got an explanation for every single scar and a reason why you are exactly where you are. The mirror is tilted so you only see the good. Acting like a person who did everything they should. You never see your fault, you never see the stain. You never take the burden or the physical pain. It's always the timing, or it's always me. Anything to keep your conscience feeling so free. You're a man in a bubble, a man in a vault, and you know never see your own damn fault. I showed you the wreckage, I showed you the door, but you acted like you never seen the pieces on the floor. I didn't mean it. Is the shield that you use while I'm the one left with the permanent bruise. You're a master, not my problem, a king of the fire. While you're walking all over this heart-shattered light. The mirror is tilted so you only see the good. Acting like a person who did everything they should. If you admitted you were wrong, the world would collapse under the weight of the years and the time-lapse gaps. So you keep up the act and you keep up the lie, while I'm the only one saying goodbye.